កាលដែលនៅភូមិការរៀននៅថ្នាក់បឋមគឺខ្ញុំអត់ដែលនឹកស្មានថាខ្ញុំនឹងអាចបន្តមកដល់សាកលវិទ្យាល័យនេះជានិស្សិតឆ្នាំទី1រៀនជំនាញ IT នៅវិទ្យាស្ថានជាតិរូបជ័យពេកកម្ពុជាសាលានេះគឺជាសាលាដែលធំជាងគេនៅក្នុងទីក្រុងភ្នំពេញហើយគឺផ្ដោតទៅលើជំនាញបច្ចេកទេសតែបើមករៀននៅភ្នំពេញហ្នឹងគឺវារៀងមានភាពពិបាកតិចដោយសារយើងមកថ្មីដំបូងចឹងយើងអត់ទៅស្គាល់វិធីផ្សេងៗទេក្នុងរយៈពេលដែលខ្ញុំមករស់នៅនេះគឺវាមានរយៈពេល2ខែជាងអញ្ចឹងខ្ញុំអាចស្គាល់បានទៅនឹងទីតាំងដែលរស់នៅអាចថាយើងស្គាល់គេនៅជិតៗច្រើនទៅឲ្យយើងវាងាយស្រួលក្នុងការទំនាក់ទំនងហើយមួយទៀតគឺពេលយើងស្គាល់អញ្ចឹងគឺអត់ទៅនៅផ្ទះទេសម្រាប់ការសិក្សាវារៀងមានភាពពិបាកច្រើនគឺដោយសារយើងត្រូវការរៀនមួយថ្ងៃពេជ្រហើយយើងត្រូវការពេលសារអាទិត្យហ្នឹងយើងត្រូវការរៀនប្រព័ន្ធបន្ថែមទៅលើមុខជាសំខាន់ផ្សេងទៀតដូចជាមុខជាអង់គ្លេសគឺអញ្ចឹងគឺយើងត្រូវដាច់ខាតគឺរៀននៅពេលដែលខ្ញុំឡើងមករស់នៅទីក្រុងភ្នំពេញគឺខ្ញុំឡើងមករស់នៅជាមួយមិត្តភក្តិរបស់ខ្ញុំចំនួន4នាក់ដែលមកពីតំបន់ជាមួយគ្នាហើយយើងធ្លាប់ដើរជាមួយគ្នាតាំងពីដើមមកហើយមានស្រស់សុភាហើយនិងប៊ុននេគឺយើងរស់នៅជាមួយមិត្តភក្តិដែលយើងមកពីកន្លែងជាមួយគ្នាអញ្ចឹងគឺយើងមានភាពងាយស្រួលដោយសារពួកយើងយល់ពីចិត្តគ្នាច្រើនចំពោះការមករស់នៅបន្ទប់ជុំមិត្តភក្តិអញ្ចឹងគឺយើងបែងចែកគ្នាធ្វើជាកាលអ្នកខ្លះដាំបាយធ្វើម្ហូបហើយអ្នកខ្លះធ្វើអីផ្សេងៗដូចជាសម្អាតបន្ទប់សម្អាតអីទៅគឺយើងរស់នៅសម្របគ្នាពេលយើងហូបម្ហូបអីគឺស្របទៅតាមគ្នាទាំងអស់គឺយើងមកពីតំបន់ជាមួយគ្នាអញ្ចឹងគឺវាស្រួលយើងអាចថាយើងហូបម្ហូបដូចគ្នាបានអត់ទៅប្រកែកទៅផ្សេងគ្នាទេបើសម្រាប់ការនឹកគ្រួសារគឺនៅតែមាននឹកតែធ្វើម៉េចបើយើងមករៀនហើយគឺអាចខាត់តែចាប់ដាច់ខ្លះតែយើងនៅទីនឹកក៏វាអាចថាយើងរៀនអត់ទៅចូលទេយើងប្រមូលតែនឹកគ្រួសារពេកហើយបើទៅគឺសប្បាយចិត្តគ្មានអីព្រៀបទេព្រោះអីសម្រាប់យើងអ្នកនៅភូមិដាច់ស្រយាលហើយយើងទទួលបានគឺសប្បាយចិត្តខ្លាំង